បងប្អូនសារភាពត្រង់មកថានៅពេលដែលបងប្អូនទៅទិញអីវ៉ាន់ណានៅកន្លែងមួយហើយបងប្អូនក្រោយពីបងលុយហើយបងប្អូនគឺជាមនុស្សម្នាក់ដែលជាអ្នកអរគុណទៅកាន់អ្នកលក់សម្រាប់ខ្ញុំណាគឺខ្ញុំជួបរឿងនឹងច្រើនដងខ្លាំងមែនតើហើយនៅពេលដែលខ្ញុំនិយាយពីអរគុណទៅគេហើយខ្ញុំសួរខ្លួនឯងវិញខ្ញុំបែរជាយល់ថាពិភពលោកនឹងគឺកន្លប់ចាក់ហើយក្នុងនាមជាអ្នករកស៊ីម្នាក់ដែរសម្រាប់ខ្ញុំអតិថិជនគឺសំខាន់ជាងអ្វីទាំងអស់មិនថាខ្ញុំមានរបស់ល្អខ្លាំងប៉ុណ្ណាខ្ញុំមានសេវាកម្មល្អខ្លាំងប៉ុណ្ណាប៉ុន្តែបើសិនជាខ្ញុំមិនអាចយល់ពីតម្លៃនិងសារៈសំខាន់របស់អតិថិជនចំពោះអាជីវកម្មរបស់ខ្ញុំគឺអាជីវកម្មរបស់ខ្ញុំស្មើនឹង0បងប្អូនត្រូវចាំថាអតិថិជនណាគឺគាត់អាចមានជំរើសនៅក្នុងការជ្រើសរើសកន្លែងដែលគាត់ទិញចាប៉ុន្តែសម្រាប់យើងជាអ្នកលក់វិញគឺយើងអត់អាចជ្រើសរើសអតិថិជនបានទេឲ្យតែគេឈានចូលមកកន្លែងយើងគឺគាត់ជាអតិថិជនរបស់យើងទាំងអស់ហើយគាត់គឺជាកត្តាចម្បងដែលធ្វើឲ្យអាជីវកម្មរបស់យើងនឹងដើរទៅមុខបន្តទៀតបានត្រូវចាំទៀតថាអតិថិជនមិនមែនជាផ្នែកមួយនៃអាជីវកម្មរបស់យើងទេក៏ប៉ុន្តែគាត់ជាបេះដូងនៃអាជីវកម្មរបស់យើងពីព្រោះបើសិនជាយើងបើករកស៊ីប៉ុន្តែគ្មានអតិថិជនមកទិញគឺយើងដូចជាមនុស្សអត់បេះដូងយើងអត់អាចរស់បានទេអញ្ចឹងបើសិនជាយើងចង់ឲ្យអាជីវកម្មរបស់យើងហ្នឹងគឺមានឱកាសឈានទៅរកភាពជោគជ័យបានគឺយើងត្រូវតែឲ្យតម្លៃខ្លាំងបំផុតគឺសេវាកម្មអតិថិជនអ្នកទាំងអស់គ្នាដែលឮអ្នកខ្លះគាត់ទៅទិញអីវ៉ាន់នៅកន្លែងនេះមួយដែលរបស់នៅក្នុងកន្លែងហ្នឹងគឺថាវាអត់សូវអស្ចារ្យវាអត់សូវឆ្ងាញ់ឬក៏អត់សូវអស្ចារ្យខ្លាំងដែរក៏ប៉ុន្តែគេទៅទិញកន្លែងហ្នឹងដោយសារតែអ្នកលក់ហ្នឹងគឺថាចេះបំរើអតិថិជនបានល្អខ្លាំងមែនតើគាត់ចេះទិញទឹកចិត្តនិងទិញបេះដូងអតិថិជនឲ្យមកកន្លែងគាត់ជាជាងទៅទិញកន្លែងអ្នកដទៃខ្ញុំនិយាយបែបនេះមិនមែនបានន័យថាឲ្យបងប្អូនភ្លេចពង្រឹងនៅគុណភាពផលិតផលរបស់បងប្អូនទេប៉ុន្តែខ្ញុំចង់ផ្ដោតថាអតិថិជនគឺជាចំណែកទី1ផលិតផលយើងល្អនិងមានគុណភាពគឺជាចំណែកទី2ហើយបើសិនជាយើងមាន2ចំណែកហ្នឹងបងប្អូនគឺយើងមានឱកាសច្រើនខ្លាំងមែនទែនដែលធ្វើឲ្យអាជីវកម្មរបស់យើងហ្នឹងគឺជោគជ័យបានលឿនបានចុះបងប្អូនយើងយល់មិនដែរសូមកុំភ្លេចជួយផ្ដល់ជា comment ដើម្បីចែករំលែកដល់បងប្អូនយើងផ្សេងទៀតហើយកុំភ្លេចជួយ follow account TikTok របស់ខ្ញុំម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តអរគុណហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត